ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅធ្វើការ log profile Facebook ដោយបងប្អូនមិនចង់ឲ្យនរណាម្នាក់ចូលទៅឆែកមើល Facebook របស់បងប្អូនបានអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយគឺបងប្អូនចូលនៅក្នុង app Facebook របស់បងប្អូនមកបន្ទាប់ពីបងប្អូនចូលក្នុង app Facebook របស់បងប្អូនហើយបងប្អូនចូលត្រី 3 ខាងលើនេះអញ្ចឹងនៅពេលដែលចូលត្រី 3 ខាងលើហើយបងប្អូនចុចទៅលើពាក្យថា setting in privacy តមកទៀតបងប្អូនធ្វើការចូលនៅក្នុង setting បន្តទៀតមកហើយបងប្អូនធ្វើការអស់ចុះក្រោមបន្តិចមកបងប្អូនស្វែងរកពាក្យថា profile locking អញ្ចឹងបងប្អូនចុចទៅលើនឹងមកអញ្ចឹងនៅពេលដែលបងប្អូនចុចទៅលើនឹងគឺវាចេញផ្ទាំងបែបនេះមកអញ្ចឹងខ្ញុំសូមបញ្ជាក់នៅត្រង់នេះបន្តិចបើសិនជា account Facebook របស់បងប្អូនដូរទៅជា professional dashboard ហើយគឺបងប្អូនអាចធ្វើការ log profile បានទេអញ្ចឹងលុះត្រាតែ Facebook របស់បងប្អូនវាគឺជា account ធម្មតាអញ្ចឹងនៅពេលដែលវាចេញបែបហ្នឹងគឺបងប្អូនចុចទៅលើពាក្យថា log your profile ខាងក្រោមបន្ទាប់ពីបងប្អូនចុចចូលកន្លែងហ្នឹងហើយគឺវានឹងចេញផ្ទាំងបែបនេះមកគេដាក់ថា your locate your profile អញ្ចឹងបងប្អូនគ្រាន់តែចុច OK ទៅអញ្ចឹងគ្រាន់តែបងប្អូនចុចទៅលើ OK នេះបងប្អូនឃើញសញ្ញានេះគេដាក់ថា your locate your profile អញ្ចឹងមានន័យថា Facebook របស់បងប្អូនហ្នឹងគឺបាន log ជាប់ហើយគឺនរណាម្នាក់ចូលមកឆែកព័ត៌មានអីផ្សេងៗមួយក៏ចង់ចូលមើលរូបភាពឆែកមើល photo របស់បងប្អូនគឺគេអាចចូលមើលបានដែរគឺបងប្អូនអាចចូលមើលបានដែរខ្លួនឯងទេអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការដោះវិញបងប្អូនធ្វើមិនទៅបងប្អូនគ្រាន់តែចូលនៅក្នុង tray 3នៅខាងលើដដែលមកបងប្អូនចូលនៅក្នុង setting and privacy ដដែលមកហើយចូលនៅក្នុង setting អស់ចុះក្រោមបន្តិចមកទៅស្វែងរកពាក្យថា profile locking ដដែលតមកទៀតវានឹងចេញផ្ទាំងបែបនេះមកអញ្ចឹងគេដាក់ថា unlock បងប្អូនគ្រាន់តែចុចទៅលើពាក្យថា unlock ហើយបងប្អូនចុចទៅលើ unlock your profile ខាងក្រោមទៀតមកអញ្ចឹងបងប្អូនរងចាំបន្តិចមកគឺវាចេញផ្ទាំងនេះមកអញ្ចឹងបងប្អូនគ្រាន់តែចុច OK ទៅគឺរួចជាការស្រេចអញ្ចឹងបើសិនជាបងប្អូនដោះ unlock ចេញគឺ Facebook របស់យើងគឺអ្នកផ្សេងគេអាចចូលទៅមើលព័ត៌មានរបស់បងប្អូនបានអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តសូមអរគុណ